បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺផ្ដោតទៅលើការសម្រាយរឿងជាប្រភេទលក្ខណៈ novel ដែលយើងហៅវាថាប្រឡោមលោកបែបពិភពគុណឯងអញ្ចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងអ្នកមួយផងដើម្បីទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបានបន្ថែមទៀតតោះឥឡូវនឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការសម្រាយសាច់រឿង novel របស់យើងទាំងអស់គ្នាភាគទី8ខ្លាចជាសិស្សខាងក្នុងនៃនិកាយបន្ទាប់ពីរយៈពេលកន្លះឆ្នាំនៃការវឹកហាត់ដោយមិនឈប់ឈរទីបំផុតហាន់លីដល់ពេលដែលត្រូវទទួលការធ្វើតេស្តរបស់ព្រឹទ្ធាចារ្យមូហើយសង្ឃទីងើឆ្ងល់នៅពេលដែលគាត់ឈរចិត្តហាន់លីសមត្ថភាពរបស់គាត់គឺគ្មានការរីកចម្រើនអ្វីឡើយសង្ឃទីបានប្រាប់ហាន់លីថាអស់រយៈពេល6ខែមកនេះគាត់មិនមានការរីកចម្រើនទៅលើការសូត្រគម្ពីរនោះទេហាន់លីដឹងថាការខិតខំប្រឹងប្រែងរបស់សង្ឃទីនៅក្នុងការវឹកហាត់សូត្រគម្ពីរគឺមិនអន់ជាខ្លួនប៉ុន្មានឡើយធ្វើត្បិតតែសង្ឃទីមិនដូចហាន់លីដែលហាត់ដូចជាមនុស្សឈួតក៏ដោយប៉ុន្តែការខិតខំប្រឹងប្រែងរបស់គាត់នៅតែអាចចាត់ទុកថាមានការតស៊ូនិងឧស្សាហ៍ព្យាយាមផងដែរចម្លែកណាស់ការសូត្រដោយសម្លេងហាក់គ្មានប្រយោជន៍សម្រាប់សង្ឃទីនោះទេទោះបីជាគាត់ខំប្រឹងប៉ុណ្ណាក៏គាត់មិនអាចទទួលបានផលសូម្បីតែបន្តិចដែរវាហាក់ដូចជាសង្ឃទីនឹងមិនទទួលបានជោគជ័យនៅក្នុងការសូត្រគម្ពីរមួយនេះទេចិត្តរបស់ហាន់លីគឺមិនស្ងប់ឡើយគាត់ដឹងថាសង្ឃទីប្រហែលជាបរាជ័យក្នុងការសាកល្បងមួយនេះទោះបីជាហាន់លីទទួលបានជោគជ័យបន្តិចនៅក្នុងការរៀនសូត្រគម្ពីរក៏ដោយប៉ុន្តែมันមានភាពខុសគ្នាពីសង្ឃទីប្រមាណទេដូច្នេះមានអត្រាខ្ពស់ណាស់ដែលអ្នកទាំងពីរនឹងបរាជ័យនៅក្នុងការប្រឡងមួយនេះសំណាងល្អហាន់លីបានវឹកហាត់យ៉ាងយកចិត្តទុកដាក់មកដល់ពេលនេះថាមពលចម្លែកដែលហូរនៅក្នុងខ្លួនរបស់គាត់បានកើនឡើងបន្តិចថាមពលដែលស្ដើងដូចសរសៃសក់កាលពីមុនហើយឡើងនេះវាក្រាស់បន្តិចហើយដែលមានលក្ខណៈស្រដៀងនឹងសរសៃកង្បាស់ទោះបីជាយ៉ាងនេះក្តីវាមិនអាចធានាបានទេថាគាត់អាចនឹងប្រឡងជាប់តែសាកល្បងដោយគ្រាន់តែពឹងផ្អែកលើធម្មពលដ៏ចម្លែកមួយនេះតែពួកឯងបានត្រៀមខ្លួនហើយឬនៅតោះឲ្យខ្ញុំពិនិត្យមើលទៅលើលទ្ធផលនៃការវឹកហាត់របស់ពួកឯងព្រឹទ្ធាចារ្យមូងក់ក្បាលហើយនិយាយនៅពេលដែលគាត់អង្គុយដោយសម្លឹងមើលពួកគេយ៉ាងត្រជាក់ពួកយើងបានត្រៀមខ្លួនរួចហើយហាន់លីនិងសៀងទីបានត្រឹមតែបង្ហាញទឹកមុខដ៏ក្លាហានហើយឆ្លើយយល់ព្រមយ៉ាងស្រទន់ព្រឹទ្ធាចារ្យមូងើបពីកៅអីយឺតហើយក្រោកឈរឡើងគាត់ដាក់សិភៅដែលគាត់តែងតែអាននៅលើតុក្បែរនោះហុចដៃរបស់ឯងមកបង្ហាញធម្មពលជីរបស់ឯងឲ្យខ្ញុំមើលព្រឹទ្ធាចារ្យមូបានកាន់កោដៃរបស់សៀងទីដល់ដៃម្ខាងហើយដាក់ដៃម្ខាងទៀតរបស់គាត់លើថ្ងាសរបស់សៀងទីបន្ទាប់ពីចំណាយពេលពិនិត្យមើលមួយសន្ទុះព្រឹទ្ធាចារ្យមូបានដកដៃរបស់គាត់ហើយវិតម្លៃសៀងទីយ៉ាងយកចិត្តទុកដាក់ទឹកមុខរបស់សៀងទីឡើងក្រហមខណៈពេលដែលគាត់ដាក់ដៃនៅពីក្រោយខ្នងរបស់គាត់ឲ្យភ័យខ្លាចហើយបន្ទាបក្បាលរបស់គាត់ដោយមិនហ៊ានមើលមុខរបស់ព្រឹទ្ធាចារ្យមូឡើយគាត់ដឹងថាព្រឹទ្ធាចារ្យមូពិតជាបានរកឃើញថាគាត់មិនមានការរីកចម្រើនក្នុងការសូត្រគម្ពីរទេហើយប្រហែលជាដាក់ទណ្ឌកម្មគាត់ដើម្បីបង្រៀនពួកគេទាំងពីរនាក់នៅមេរៀនមួយវាដល់វេនរបស់ឯងហើយចំពោះការភ្ញាក់ផ្អើលរបស់អ្នកទាំងពីរព្រឹទ្ធាចារ្យមូមិនបានបង្ហាញសូម្បីតែសញ្ញាបន្តិចថាគាត់នឹងដាក់ទណ្ឌកម្មទៅលើសៀងទីឡើយមានតែការបង្ហាញនៅអារម្មណ៍ខកចិត្តបន្តិចតាមរយៈសរសៃភ្នែករបស់គាត់ប៉ុណ្ណោះបន្ទាប់ពីពិនិត្យមើលទៅលើធម្មពលរបស់សៀងទីរួចគាត់បានងាកទៅរកហាន់លីហើយហៅគាត់ឲ្យចូលមកជិតបន្ទាប់មកគាត់បានកាន់កោដៃរបស់ហាន់លីហើយចាប់ផ្ដើមធ្វើការត្រួតពិនិត្យម្ដងទៀតហាន់លីនឹកគិតក្នុងចិត្តថាដៃរបស់ព្រឹទ្ធាចារ្យមូគឺត្រជាក់ដូចជាទឹកកកអញ្ចឹងវាមិនមានអារម្មណ៍ដូចជាការប៉ះដៃរបស់មនុស្សដែលមានជីវិតទេស្បែកនៅលើដៃរបស់ព្រឹទ្ធាចារ្យមូស្ងួតនិងពោពេញដោយសរសៃនៅពេលគាត់កាន់ដៃហាន់លីមានអារម្មណ៍ឈឺចាប់ខ្លាំងបន្តិចប្រហែលជាដោយសារតែការជ្រៀតជ្រែកពីខាងក្រៅបានធ្វើឲ្យធម្មពលនៅក្នុងខ្លួនរបស់ហាន់លីមានការរំជើបរំជួលប៉ុន្តែលំហូរដ៏ចម្លែកនៃធម្មពលពិតជាបានចាប់ផ្ដើមចរាចរដល់ខ្លួនវាផ្ទាល់វាបានហូរកាត់តាមខ្សែនៅតែនគំនិតនិងបណ្ដាញធម្មពលរបស់គាត់ដោយឆ្លងកាត់គ្រប់ផ្នែកទាំងអស់របស់គាត់តាំងពីដែនគំនិតរហូតដល់ក្បាលហើយហូរទៅអវយវៈទាំង4របស់គាត់ពេលដែលលំហូរធម្មពលចំណែកបានហូរពេញរាងកាយរបស់គាត់ការឈឺចាប់របស់ហាន់លីពីការប៉ះទង្គិចរបស់ព្រឹទ្ធាចារ្យមូបានរលាយបាត់ទាំងស្រុងព្រឹទ្ធាចារ្យមូបញ្ចេញសម្លេងភ្ញាក់ផ្អើលដោយមិនដឹងខ្លួនវាហាក់ដូចជាគាត់បានរកឃើញលំហូរធម្មពលចម្លែកនៅក្នុងខ្លួនរបស់ហាន់លីចាប់ឡើងបង្ហាញធម្មពលរបស់ឯងតាមការសូត្រគម្ពីរដែលខ្ញុំបានបង្រៀនឯងម្ដងទៀតទោះបីជាព្រឹទ្ធាចារ្យមូបានព្យាយាមអស់ពីសមត្ថភាពដើម្បីបិទបាំងភាពត្រេកត្រអាលរបស់គាត់ក៏ដោយក៏ដាននៃភាពរំភើបនៅតែលេចចេញតាមកខ្សែភ្នែករបស់គាត់ដែលធ្វើឲ្យហាន់លីមានការភ័យស្លន់ស្លោជាសម្ងាត់ចាំបន្តិចឲ្យខ្ញុំមើលឲ្យច្បាស់ម្ដងទៀតព្រឹទ្ធាចារ្យមូបាននិយាយដោយសម្លេងត្រជាក់របស់គាត់យ៉ាងប្រញាប់ប្រញាល់ហើយបានដាក់ដៃម្ខាងទៀតរបស់គាត់លើថ្ងាសរបស់ហាន់លីអាចមានអារម្មណ៍ដឹងថាដៃទាំងសងខាងរបស់ព្រឹទ្ធាចារ្យមូកំពុងញ័របន្តិចនៅពេលដែលហាន់លីបានបញ្ចេញនៅធម្មពលដ៏ចម្លែកនោះព្រឹទ្ធាចារ្យមូមានការរំជើបរំជួលយ៉ាងខ្លាំងមិនអន់ទេមិនអាក្រក់ទេអារម្មណ៍នេះជាអារម្មណ៍ដែលខ្ញុំចង់បានខ្ញុំមិនខុសទេខ្ញុំមិនច្រឡំទេហាព្រឹទ្ធាចារ្យមូបន្ទាប់ពីការពិនិត្យយ៉ាងម៉ត់ចត់រួចមកគាត់មិនអាចទប់អារម្មណ៍របស់គាត់បានទៀតទេហើយចាប់ផ្ដើមសើចដូចជាមនុស្សឈួត
đai thằng piរបស់គាត់បានក្លាប់យ៉ាងតឹងទៅលើស្មារតីរបស់ហាន់លីសូម្បីតែផ្នែកដែលស្រវាំងរបស់គាត់បានបើកធំយ៉ាងខ្លាំងខណៈពេលដែលគាត់សម្លឹងមើលទៅហាន់លីវាហាក់ដូចជាគាត់បានឃើញកំណប់ដ៏កម្រនិងមានតម្លៃមួយដែលហាក់ដូចជាភ្នែករបស់គាត់បានភ្លឺច្បាស់ឡើងវិញអញ្ចឹងហាន់លីបានឮនៅការសើចមិនឈប់ឈររបស់ព្រឹទ្ធាចារ្យមូគាត់មានអារម្មណ៍ឈឺចាប់បន្តិចនៅលើស្មារបស់គាត់ដែលឃើញភាពត្រេកអរក្នុងកសែភ្នែករបស់ព្រឹទ្ធាចារ្យមូហាន់លីមិនអាចធ្វើអ្វីបានឡើយក្រៅពីមានអារម្មណ៍ភ័យខ្លាចក្នុងចិត្តបន្តិចឡូណាដែលឃើញតាក់មុខរបស់ហាន់លីព្រឹទ្ធាចារ្យមូបានដឹងថាគាត់កំពុងមានអារម្មណ៍ភ័យខ្លាចពេលនោះទៅព្រឹទ្ធាចារ្យមូដឹងថាគាត់មានចិត្តអន្ទះសារខ្លាំងពេកដូច្នេះគាត់បានគ្រប់គ្រងអារម្មណ៍ហើយមានភាពស្ងប់ស្ងាត់ឡើងវិញទៅពេលអនាគតអ្នកត្រូវតែខិតខំដោយដែលអ្នកកំពុងធ្វើឥឡូវនេះចាប់ពីពេលនេះតទៅអ្នកនឹងត្រូវបានដំឡើងឋានៈជាសិស្សរបស់ខ្ញុំផ្ទាល់តែម្ដងក្រោយពីនិយាយរួចព្រឹទ្ធាចារ្យមូបានចាប់ស្មារបស់ហាន់លីយ៉ាងខ្លាំងហើយបន្តលើកទឹកចិត្តគាត់ព្រឹទ្ធាចារ្យមូបានស្ងប់ស្ងាត់ឡើងវិញម្ដងទៀតដែលហាក់ដូចជាការបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់គាត់មិនបានកើតឡើងអញ្ចឹងប៉ុន្តែតាមការក្រឡេកមើលហាន់លីម្ដងម្កាលគឺអាចប្រាប់បានថាគាត់នៅតែមានអារម្មណ៍រំភើបខ្លាំងសម្រាប់ឯងវិញទីបំផុតព្រឹទ្ធាចារ្យមូបានបង្វែរការសម្លឹងមើលទៅកាន់សាំងទីដែលឃើញថាព្រឹទ្ធាចារ្យមូបានផ្លាស់ប្ដូរប្រធានបទនៃការសន្ទនាទៅកាន់គាត់សាំងទីបានភ្ញាក់ដោយការស្រឡាំងកាំងដែលគ្រាន់តែគិតថាគាត់បានបរាជ័យនៅក្នុងការសាកល្បងបន្ទាប់មកនឹងត្រូវបានបណ្តេញចេញពីភ្នំបណ្ដាលឲ្យដាននៃភាពយឺតយ៉ាវបានលេចឡើងនៅលើមុខរបស់សាំងទីនៅពេលដែលគាត់សម្លឹងមើលព្រឹទ្ធាចារ្យមូទោះបីជាមានរយៈពេលដ៏យូរបែបនេះក៏ដោយហើយនៅតែមិនអាចបង្កើនថាមពលរបស់ខ្លួនឯងបានសូម្បីតែបន្តិចការទទួលយកឯងធ្វើជាសិស្សផ្ទាល់ខ្លួនរបស់ខ្ញុំនឹងខ្លាចជាការបង្ហាញពេលវេលាជាមិនខានព្រឹទ្ធាចារ្យមូក្រវីក្បាលម្ដងហើយម្ដងទៀតបេះដូងរបស់សាំងទីស្ទើរតែប្រេះបែកបន្ទាប់ពីឃើញព្រឹទ្ធាចារ្យមូក្រវីក្បាលប៉ុន្តែភ្លាមនោះព្រឹទ្ធាចារ្យមូហាក់ដូចជាបានគិតអំពីអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ខណៈពេលដែលគាត់បានសម្លឹងមើលទៅសាំងទីជាមួយនឹងតាក់មុខដ៏ចម្លែករបស់គាត់ដែលឃើញនៅរាងកាយនិងឆ្អឹងដ៏រឹងមាំរបស់ឯងខ្ញុំប្រហែលជាមានវិជ្ជាគុណដែលស័ក្តិសមសម្រាប់ឯងហើយខ្ញុំគ្រាន់តែឆ្ងល់ថាតើឯងយល់ព្រមរៀនពីខ្ញុំទេការផ្លាស់ប្ដូរអាកប្បកិរិយាភ្លាមៗរបស់ព្រឹទ្ធាចារ្យមូបានធ្វើឲ្យពួកគេទាំងពីរមានការភ្ញាក់ផ្អើលវាហាក់ដូចជាព្រឹទ្ធាចារ្យមូចង់អនុញ្ញាតឲ្យសាំងទីជាប់នៅការសាកល្បងពេលដែលសាំងទីបានលើព្រឹទ្ធាចារ្យមូសួរមកកាន់ខ្លួនបែបនេះតើគាត់អាចនឹងបដិសេធនឹងការផ្ដល់ឲ្យដ៏ល្អបែបនេះដោយរបៀបណាគាត់បានយល់ព្រមភ្លាមហើយបាននិយាយថាគាត់នឹងសុខចិត្តរៀនពីអ្វីដែលព្រឹទ្ធាចារ្យមូចង់មករៀនមកកាន់គាត់ទាំងអស់ល្អណាស់ពួកឯងទាំងពីរអាចចេញទៅបានថ្ងៃស្អែកខ្ញុំនឹងប្រកល់វិជ្ជាគុណសម្រាប់វឹកហាត់ថ្មីទៅកាន់ពួកឯងទាំងពីរអាចមើលឃើញថាទឹកចិត្តរបស់ព្រឹទ្ធាចារ្យមូគឺល្អខ្លាំងណាស់ហាន់លីនិងសាំងទីទាំងពីរនាក់មើលមុខគ្នាហើយមានអារម្មណ៍ថាការធ្វើតែថ្ងៃនេះពោពេញដោយភាពច្របូកច្របល់យ៉ាងណាមិញពួកគេទាំងពីរពិតជាបានឆ្លងផុតនៃការសាកល្បងមួយនេះដែលលទ្ធផលគឺធ្វើឲ្យពួកគេពេញចិត្តនិងមានការរីករាយជាខ្លាំងឥឡូវនឹងសូមបញ្ចប់ភាគទី8នៃសាច់រឿងរបស់យើងតែប៉ុណ្្នឹងសិនហើយយើងនឹងជួបគ្នាបន្តទៀតនៅភាគបន្ទាប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់និងទស្សនា